សំណល់ចេញពីរោងចក្រនៅតែជាក្តីបារម្ភនិងបន្តផលប៉ះពាល់ដល់គុណភាពទឹកសំណល់ចេញពីរោងចក្រធ្វើឲ្យប៉ះពាល់ដល់ប្រភពទឹកបាននឹងកំពុងបង្កក្តីព្រួយបារម្ភដល់សាធារណជនខណៈបញ្ហានេះទាមទារចំណាត់ការឲ្យមានប្រសិទ្ធភាពពីអាជ្ញាធរក្តីព្រួយបារម្ភនេះកើតឡើងក្រោយពេលដែលក្រសួងបរិស្ថានបានរកឃើញថារោងចក្រចំនួន28បានបញ្ចេញកាកសំណល់រាវពោលគឺទឹកដែលមិនទាន់បានបន្សុទ្ធឬចម្រោះមុននឹងបញ្ចេញមកខាងក្រៅក្តីព្រួយបារម្ភរបស់ពលរដ្ឋកើតមានឡើងជាច្រើនស្របពេលដែលក្រសួងរកឃើញថារោងចក្រកាន់តែច្រើនបានបង្ហូរកាកសំណល់ពុលចេញពីរោងចក្ររបស់ខ្លួននិងទីតាំងអាជីវកម្មចូលទៅក្នុងប្រភពទឹកប្រការនេះធ្វើឲ្យពលរដ្ឋទទូចកាន់តែខ្លាំងឲ្យមានវិធានការជាបន្ទាន់និងការផាកពិន័យកាន់តែធ្ងន់ធ្ងរការទទូចនេះធ្វើឡើងក្រោយក្រសួងបរិស្ថានកាលពីឆ្នាំ2024និងដើមឆ្នាំ2025បានរកឃើញថាមានរោងចក្រនិងអាជីវកម្មសរុបចំនួន28បានបញ្ចេញទឹកកខ្វក់ដែលមានជាតិពុលលើសពីកម្រិតអនុញ្ញាតដោយមិនមានការបន្សុទ្ធឬចម្រោះនៅឡើយមុននឹងចាក់ចូលទៅក្នុងប្រភពទឹកលោកខ្វៃអតិថិណែនាំពាក្យក្រសួងបរិស្ថានបង្ហើបថារោងចក្រនិងក្រុមហ៊ុនចំនួន28ក្នុងចំណោម42ដែលក្រសួងបានត្រួតពិនិត្យបានរកឃើញថាកំពុងបំពុលផ្លូវទឹកសាធារណៈដែលប៉ះពាល់ដល់សហគមន៍មូលដ្ឋានលោកបន្ថែមថាចំនួនបទល្មើសច្រើនបំផុតកើតមាននៅក្នុងខេត្តព្រះសីហនុខេត្តកណ្ដាលនិងខេត្តកំពង់ស្ពឺលោកសៀសុផលប្រធានអង្គការមូលនិធិទំពាំងស្នងរស័យនៅខេត្តសៀមរាបដែលធ្វើការលើសហគមន៍លើទឹកតាមដងទន្លេសាបបានបង្ហាញការព្រួយបារម្ភជាបន្តបន្ទាប់អំពីការបំពុលទឹកដោយសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការការពារទឹកដែលជាធនធានដ៏សំខាន់សម្រាប់ទាំងមនុស្សនិងប្រព័ន្ធអេកូឡូស៊ីលោកបញ្ជាក់ថាការបំពុលទឹកជាបន្តបន្ទាប់បង្ហាញពីភាពទន់ខ្សោយនៅក្នុងប្រព័ន្ធត្រួតពិនិត្យនិងអនុវត្តច្បាប់បច្ចុប្បន្នដោយលោកបានព្រមានថាបើគ្មានវិធានការច្បាស់លាស់និងតឹងរ៉ឹងនោះទេហានិភ័យនៃផលវិបាករយៈពេលវែងសម្រាប់សុខភាពសាធារណៈនិងបញ្ហាបរិស្ថាននឹងកើនឡើងគួរឲ្យព្រួយបារម្ភលោកបានលើកឡើងពីផលប៉ះពាល់នៃការបំពុលដោយកត់សម្គាល់ថាទឹកកខ្វក់អាចនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជារលាកទងសួតការឆ្លងមេរោគក្នុងក្រពះពោះវៀននិងក្នុងករណីធ្ងន់ធ្ងរអាចបង្កឲ្យស្លាប់ផងដែរការបំពុលទឹកប៉ះពាល់ដល់ជីវៈចម្រុះនៅក្នុងទឹកនិងសត្វព្រៃរំខានដល់ការរស់នៅរបស់គ្រួសារនិងសហគមន៍ដែលពឹងផ្អែកដោយផ្ទាល់ទៅលើធនធានទឹកជាបញ្ហាដែលធ្វើឲ្យលោកព្រួយបារម្ភយ៉ាងខ្លាំងនិងបានអំពាវនាវឲ្យមានដំណោះស្រាយសម្រាប់រយៈពេលវែង